New Vision ណាត់ធំមួយគ្រឿងចូលចតក្រុងប្រស័យហនុនាំភ្ញៀវជិត 3000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាន New Vision ឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងប្រស័យហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វយ័តក្រុងប្រស័យហនុបានដឹងថា New Vision នេះមាននាវិកសរុបចំនួន 1059 នាក់ ស្រី245 នាក់ មាន 59 សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ ស្រី 1566 នាក់ មាន 52 សញ្ជាតិ ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរច្រើនជាងគេគឺសហរដ្ឋអាមេរិក 769 នាក់ និងអូស្ត្រាលី 824 នាក់ បើតាមប្រភពខាងលើ នាវាទេសចរនេះនឹងចាកចេញទៅប្រទេសថៃនៅវេលាម៉ោង 4 នាទី នៅថ្ងៃច័ន្ទដដែល